គណៈកម្មការរៀបចំការបោះឆ្នោតថៃនៅថ្ងៃទី9ខែកុម្ភៈឆ្នាំ2026បានប្រកាសលទ្ធផលក្រៅផ្លូវការពីការបោះឆ្នោតថ្នាក់ជាតិដោយសន្លឹកឆ្នោតចំនួន94%ត្រូវបានរាប់គិតត្រឹមព្រឹកព្រលឹមម៉ោង3:57លទ្ធផលដំបូងបង្ហាញថាគណៈបកភូមិใจថៃនាំមុខគេដោយឈ្នះបានជាង190អាសនៈបន្ទាប់មកគឺគណៈបកប្រជាជនដែលមានជាង110អាសនៈគណៈបកភឿថៃដែលមានជាង70អាសនៈនិងគណៈបកខ្លាថាមមានជាង50អាសនៈបើទោះជាគណៈបកភូមិใจថៃទទួលបានអាសនៈច្រើនជាងគេពិតមែនប៉ុន្តែចំនួនអាសនៈមិនគ្រប់អាសនៈក្នុងរដ្ឋសភាដែលមានសរុបចំនួន500អាសនៈលោកអនុធីនឆាន់វីរៈគុលបានកត់សម្គាល់ថាលទ្ធផលបោះឆ្នោតនៅមិនទាន់ផ្លូវការនៅឡើយទេដូច្នេះលោកនឹងរងចាំរហូតដល់លទ្ធផលកាន់តែច្បាស់ហើយគណៈបកនីមួយៗត្រូវជួបក្រុមប្រឹក្សាពិបាលរបស់ខ្លួនដើម្បីពិភាក្សាអំពីជំហរនេះគណៈបកភឿថៃត្រូវបានគេមើលឃើញថាទំនងអាចក្លាយជាដៃគូរដ្ឋាភិបាលចម្រុះសម្រាប់លោកអនុធីនដោយសារការពីពេលមុនពួកគេបានចងជាសម្ព័ន្ធមិត្តរហូតដល់បកភឿថៃបានដកខ្លួនចេញពីការដឹកនាំរដ្ឋាភិបាលដោយសារការបែកធ្លាយសម្លេងឆ្លងទូរស័ព្ទជាមួយថ្នាក់ដឹកនាំកម្ពុជាតាក់ទងនឹងចំនួនព្រំដែនចំណែកគណៈបកប្រជាជនរបស់លោកណាត់ថាផុងរឿងបញ្ញវុធបានទទួលស្គាល់ថាគណៈបកប្រជាជនអាចនឹងមិនទទួលបានជ័យជំនះបានទេដែលផ្អែកលើលទ្ធផលក្រៅផ្លូវការចុងក្រោយបំផុតលោកណាត់ថាផុងបាននិយាយថាប្រសិនបើគណៈបកភូមិใจថៃអាចបង្កើតរដ្ឋាភិបាលបានគណៈបកប្រជាជននឹងធ្វើជាគណៈបកប្រឆាំងលោកបានបញ្ជាក់ជាថ្មីថាបកប្រជាជនធ្លាប់បាននិយាយថាខ្លួនមិនអាចបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីភូមិใจថៃនិងមិនអាចចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយបកភូមិใจថៃបានឡើយគណៈបកភូមិใจថៃបានកើនឡើងចំនួនអាសនៈយ៉ាងខ្លាំងវាដាច់គណៈបកប្រជាជនបន្ទាប់ពីបានយកបញ្ហាជាតិនិយមមកឃោសនារកសម្លេងឆ្នោតពិសេសបញ្ហាព្រំដែនរវាងកម្ពុជាលោកអនុធីនក្នុងការឃោសនារកសម្លេងឆ្នោតខេត្តជាប់ព្រំដែនស៊ីសាកេតបាននិយាយថាពេលខ្ញុំក្លាយជានាយករដ្ឋមន្ត្រីអ្វីៗទាំងអស់ដែលយើងធ្លាប់បាត់បង់វាបានត្រឡប់មកជារបស់យើងវិញគណៈកម្មការរៀបចំការបោះឆ្នោតថៃនៅថ្ងៃទី9ខែកុម្ភៈឆ្នាំ2026បានប្រកាសលទ្ធផលក្រៅផ្លូវការពីការបោះឆ្នោតថ្នាក់ជាតិដោយសន្លឹកឆ្នោតចំនួន94%ត្រូវបានរាប់គិតត្រឹមព្រឹកព្រលឹមម៉ោង3:57លទ្ធផលដំបូងបង្ហាញថាគណៈបកភូមិใจថៃនាំមុខគេដោយឈ្នះបានជាង190អាសនៈបន្ទាប់មកគឺគណៈបកប្រជាជនដែលមានជាង110អាសនៈគណៈបកភឿថៃដែលមានជាង70អាសនៈនិងគណៈបកខ្លាថាមមានជាង50អាសនៈបើទោះជាគណៈបកភូមិใจថៃទទួលបានអាសនៈច្រើនជាងគេពិតមែនប៉ុន្តែចំនួនអាសនៈមិនគ្រប់អាសនៈក្នុងរដ្ឋសភាដែលមានសរុបចំនួន500អាសនៈលោកអនុធីនឆាន់វីរៈគុលបានកត់សម្គាល់ថាលទ្ធផលបោះឆ្នោតនៅមិនទាន់ផ្លូវការនៅឡើយទេដូច្នេះលោកនឹងរងចាំរហូតដល់លទ្ធផលកាន់តែច្បាស់ហើយគណៈបកនីមួយៗត្រូវជួបក្រុមប្រឹក្សាពិបាលរបស់ខ្លួនដើម្បីពិភាក្សាអំពីជំហរនេះគណៈបកភឿថៃត្រូវបានគេមើលឃើញថាទំនងអាចក្លាយជាដៃគូរដ្ឋាភិបាលចម្រុះសម្រាប់លោកអនុធីនដោយសារការពីពេលមុនពួកគេបានចងជាសម្ព័ន្ធមិត្តរហូតដល់បកភឿថៃបានដកខ្លួនចេញពីការដឹកនាំរដ្ឋាភិបាលដោយសារការបែកធ្លាយសម្លេងឆ្លងទូរស័ព្ទជាមួយថ្នាក់ដឹកនាំកម្ពុជាតាក់ទងនឹងចំនួនព្រំដែនចំណែកគណៈបកប្រជាជនរបស់លោកណាត់ថាផុងរឿងបញ្ញវុធបានទទួលស្គាល់ថាគណៈបកប្រជាជនអាចនឹងមិនទទួលបានជ័យជំនះបានទេដែលផ្អែកលើលទ្ធផលក្រៅផ្លូវការចុងក្រោយបំផុតលោកណាត់ថាផុងបាននិយាយថាប្រសិនបើគណៈបកភូមិใจថៃអាចបង្កើតរដ្ឋាភិបាលបានគណៈបកប្រជាជននឹងធ្វើជាគណៈបកប្រឆាំងលោកបានបញ្ជាក់ជាថ្មីថាបកប្រជាជនធ្លាប់បាននិយាយថាខ្លួនមិនអាចបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីភូមិใจថៃនិងមិនអាចចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយបកភូមិใจថៃបានឡើយគណៈបកភូមិใจថៃបានកើនឡើងចំនួនអាសនៈយ៉ាងខ្លាំងវាដាច់គណៈបកប្រជាជនបន្ទាប់ពីបានយកបញ្ហាជាតិនិយមមកឃោសនារកសម្លេងឆ្នោតពិសេសបញ្ហាព្រំដែនរវាងកម្ពុជាលោកអនុធីនក្នុងការឃោសនារកសម្លេងឆ្នោតខេត្តជាប់ព្រំដែនស៊ីសាកេតបាននិយាយថាពេលខ្ញុំក្លាយជានាយករដ្ឋមន្ត្រីអ្វីៗទាំងអស់ដែលយើងធ្លាប់បាត់បង់វាបានត្រឡប់មកជារបស់យើងវិញ